ពាក្យភាសាចិនដែលយើងប្រើប្រចាំថ្ងៃនៅពេលដែលយើងងុយគេងជំរាបសួរបងប្អូនទាំងអស់គ្នាបាទជួបគ្នាជាថ្មីជាមួយខ្ញុំកំហុយនៅក្នុងវីដេអូនេះយើងនឹងសិក្សាអំពីពាក្យនិងឃ្លាភាសាចិនដែលយើងប្រើប្រាស់ប្រចាំថ្ងៃគឺតាក់ទងទៅនឹងសកម្មភាពនៃការគេងតោះបងប្អូនមករៀនជាមួយគ្នាពាក្យទី1គឺខុនខុនខុនមានន័យថាងុយគេងខុនងុយគេងតាហាឈៀនតាហាឈៀនតាហាឈៀនមានន័យថាឆ្ងាបតាហាឈៀនឆ្ងាបតាខើស៊ុយតាខើស៊ុយតាខើស៊ុយមានន័យថាគេងងក់តាខើស៊ុយគេងងក់សៀវស៊ុយសៀវស៊ុយសៀវស៊ុយមានន័យថាគេងមួយស្របក់សៀវស៊ុយគេងមួយស្របក់អោយៀអោយៀអោយៀមានន័យថាដាច់យប់អោយៀដាច់យប់ចោស៊ុយចោស៊ុយចោស៊ុយមានន័យថាឆាប់ចូលគេងឬក៏គេងពីប្រលប់ចោស៊ុយឆាប់ចូលគេងឬក៏គេងពីប្រលប់វ៉ានស៊ុយវ៉ានស៊ុយវ៉ានស៊ុយគឺមានន័យថាចូលគេងយប់ជ្រៅវ៉ានស៊ុយចូលគេងយប់ជ្រៅស៊ុយតើចោស៊ុយតើចោស៊ុយតើចោមានន័យថាគេងលក់ស៊ុយតើចោគេងលក់ស៊ុយពុចោស៊ុយពុចោស៊ុយពុចោមានន័យថាគេងមិនលក់ស៊ុយពុចោគេងមិនលក់ស៊ុយតើហោស៊ុយតើហោស៊ុយតើហោគឺមានន័យថាគេងលក់ស្រួលស៊ុយតើហោគេងលក់ស្រួលស៊ុយពុហោស៊ុយពុហោស៊ុយពុហោមានន័យថាគេងអត់ស្រួលខ្លួនស៊ុយពុហោគេងអត់ស្រួលខ្លួនស៊ុយតើបោស៊ុយតើបោស៊ុយតើបោគឺមានន័យថាគេងឆ្អែតស៊ុយតើបោគេងឆ្អែតស៊ុយពុបោស៊ុយពុបោស៊ុយពុបោគឺមានន័យថាគេងអត់ឆ្អែតស៊ុយពុបោគេងអត់ឆ្អែតចោឈីចោឈីចោឈីគឺមានន័យថាឆាប់ក្រោកពីគេងឬក៏ងើបពីព្រលឹមចោឈីឆាប់ក្រោកពីគេងឬក៏ងើបពីព្រលឹមស៊ុយកក់ថោស៊ុយកក់ថោស៊ុយកក់ថោគឺមានន័យថាគេងហួសម៉ោងស៊ុយកក់ថោគេងហួសម៉ោងស៊ុយឡានចោស៊ុយឡានចោស៊ុយឡានចោមានន័យថាគេងត្រមួកស៊ុយឡានចោគេងត្រមួក叫醒叫醒叫醒មានន័យថាដាស់叫醒ដាស់还没清醒还没清醒还没清醒គឺមានន័យថាមិនទាន់ស្វាង还没清醒មិនទាន់ស្វាង伸懒腰伸懒腰伸懒腰មានន័យថាពត់ខ្លួន伸懒腰ពត់ខ្លួនតែចៃចាតែចៃចាតែចៃចាមានន័យថាសំងំនៅផ្ទះតែចៃចាសំងំនៅផ្ទះភីជន់ភីជន់ភីជន់គឺមានន័យថាអស់កម្លាំងភីជន់អស់កម្លាំងថោស៊ុយថោស៊ុយថោស៊ុយមានន័យថាលួចគេងថោស៊ុយលួចគេងឋានស៊ុយឋានស៊ុយឋានស៊ុយគឺមានន័យថាត្មប់គេងឋានស៊ុយត្មប់គេងភូឈងភូឈងភូឈងមានន័យថារៀបចំក្រែគេងភូឈងរៀបចំក្រែគេងបាទសម្រាប់វីដេអូនេះគឺបានបញ្ចប់ហើយខ្ញុំសង្ឃឹមថាវីដេអូនេះគឺនឹងមានជាប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាដែលកំពុងរៀនភាសាចិនហើយបងប្អូនទាំងអស់គ្នាសូមជួយចុច Subscribe Channel របស់ខ្ញុំនេះម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូមេរៀនភាសាចិនថ្មីៗក្រោយៗទៀតសូមអរគុណច្រើនបងប្អូនទាំងអស់គ្នានិងចាំជួបគ្នានៅវីដេអូបន្តទៀត